Ok បន្តទៀតនៅក្នុងហេតុការណ៍ដែលកងកម្លាំងកម្ពុជាបានបើកការបាញ់ប្រហារនៅភូមិនងយ៉ាកែវខេត្តស្រាកែវក្រុមការងារប៊ូរផារបស់ថៃត្រូវបានបង្ខំឲ្យបាញ់តបវិញដើម្បីការពារខ្លួនបន្ទាប់ពីប្រតិការនេះកម្ពុជាបានផ្សព្វផ្សាយព័ត៌មានមិនពិតដោយអះអាងថាប្រទេសថៃបានកំណត់គោលដៅនិងធ្វើឲ្យជនស៊ីវិលកម្ពុជារងរបួសខ្ញុំកណាត់អាត្មាសូមនមស្ការនិងចម្រើនពរចំពោះគុណម្ចាស់បងប្អូនទាំងអស់អង្គទាំងអស់គ្នាដែលជាជនរួមជាតិកម្ពុជាជាទីស្រឡាញ់ជាទីគោរពរាប់អានទាំងក្នុងនិងក្រៅប្រទេសផងដែរដែលជាអ្នកនិយមតាមដាននៅព័ត៌មានជាតិនិងអន្តរជាតិអញ្ចឹងគឺនៅក្នុងវីដេអូមួយនេះខ្ញុំកណាត់អាត្មាមានអត្ថន័យថ្មីដែលដកស្រង់ចេញមកពី The Nation ដែលទៅតែនឹងផុសនៅថ្ងៃប្រហោះទី13ខែវិច្ឆិកាឆ្នាំ2025នេះតែម្ដងអញ្ចឹងមានអ្នកចូលទៅ comment គាត់ថាបើអត់មានថ្ងៃទីអត់មានថ្ងៃខែអត់មានអីហ្នឹងมันចាំបាច់ផ្សាយទេបើសិនជាអត់មានទិន្នន័យបើសិនបើខ្ញុំកណាត់អាត្មាអត់អាចដកស្រង់ចេញមកពីកាសែតណាមួយបានខ្ញុំកណាត់អាត្មាក៏មិនអាចយកមកផ្សាយបានដែរព្រោះវាអត់មានទិន្នន័យច្បាស់លាស់អានេះគឺយើងដកស្រង់ចេញមកពីខាងគេណាទើបយើងអាចយកមកផ្សាយយកមកបង្ហាញយកមកចែករំលែកជូនឲ្យជនរួមជាតិរបស់យើងទាំងអស់គ្នានឹងបានដឹងថាតើពួកថៃវាអាក្រក់វាជូរជាតិខ្លាំងប៉ុណ្ណាគឺពួកវាផ្សាយបង្កាច់បង្ខូចចាប់តាំងពីពេលមានបញ្ហាមកនៅវាព្យាយាមចេញព័ត៌មានថ្មីរហូតវាថាខាងកម្ពុជារបស់យើងផ្សាយព័ត៌មានមិនពិតថាការបាញ់ប្រហារគ្នាហ្នឹងកម្ពុជាយើងជាអ្នកបាញ់មុនហើយខាងវាបាញ់តបមកវិញអានេះគឺជាអ្វីដែលវាចុះផ្សាយនៅក្នុងកាសែតហើយគុណម្ចាស់បងប្អូនត្រូវចាំថាពួកអាថៃនេះគឺមិនមែនមានតិចប្រទេសទេដែលស្គាល់ពីពួកវាណាគឺមានច្រើនណាអញ្ចឹងផ្នែក website ផ្នែកបណ្ដាញសង្គមគឺគេតាមដានច្រើនហើយ page វាល្បីមួយមិនមែនមានតិចអ្នកទេសម្រាប់អ្នក follow គឺរាប់អឹមឡើងណាគឺច្រើនណាអញ្ចឹងគឺគេមានអត្ថភាពអាចនឹងមើលឃើញច្រើនមិនថាទាំងយើងមិនថាទាំងគេទេគឺមាន follow page របស់ពួកវាដើម្បីតាមដាននៅសកម្មភាពទាំងអស់ហ្នឹងអូខេតោះអញ្ចឹងកុំឲ្យខាត់ពេលយូរនឹងគឺក្បាលខាងដើមទេយើងនឹងទៅមើលនៅអត្ថន័យកសែតនឹងទាំងអស់គ្នាអញ្ចឹងគឺសង្ឃឹមថានឹងបានជាប្រយោជន៍សម្រាប់គុណម្ចាស់បងប្អូនអញ្ចឹងយើងមកចំណងជើងធំដែលពូកងទ័ពថៃវាសរសេរថាម៉េចនេះកងទ័ពថៃបង្ហាញនៅពីយុទ្ធនាការរាយការណ៍ព័ត៌មានមិនពិតរបស់កម្ពុជានិងបង្កាច់បង្ខូចប្រទេសថៃឃើញទេនេះគឺជាអ្វីដែលវាចុះនៅក្នុងកាសែតរបស់ពួកវាវាបានចុះនៅក្នុងហ្នឹងហើយការពិតខ្ញុំកណាត់អាត្មាត្រូវយកទាំងអង់គ្លេសយកមកដាក់ប៉ុន្តែមិនដាក់អង់គ្លេសទេព្រោះដោយសារមានអ្នកមើលជាភាសាអង់គ្លេសហ្នឹងច្រើនហើយភាសាអង់គ្លេសហ្នឹងមិនមែនខាងខ្មែរយើងអ្នកចុះទេដូច្នេះហើយគឺខ្ញុំកណាត់អាត្មាអត់ដកយកមកដាក់ទេដោយសារតែខាងអង់គ្លេសហ្នឹងគឺសរសេរដោយពូអាចោសៀមអញ្ចឹងហើយបានខ្ញុំកណាត់អាត្មាអត់ដកយកអាភាសាអង់គ្លេសហ្នឹងយកមកដាក់នៅក្នុងន័យនេះទេនៅក្នុង slide ហ្នឹងទេហ្នឹងហើយគឺយកតែខ្មែរយើងសុទ្ធហើយយកមកអានប្រកេនជូនគុណម្ចាស់ឲ្យបានដឹងបានជ្រាបតោះអញ្ចឹងបន្តមកទៀតចំណងជើងរងគេថាកងទ័ពថៃបានបញ្ជាក់ការពិតដើម្បីធានាថាសាធារណជនមានការយល់ដឹងត្រឹមត្រូវអំពីស្ថានភាពអញ្ចឹងគេបង្កើតគេបញ្ជាក់ការពិតដើម្បីធ្វើម៉េចឲ្យសាធារណជនក៏ដូចជាពិភពលោកនឹងបានដឹងអំពីការពិតនៅក្នុងស្ថានភាពដែលកើតឡើងកាលពីម្សិលមិញអញ្ចឹងណាហើយក៏ដូចជាកើតឡើងកាលពីថ្ងៃទី10ដែលពូខ្វាក់ភ្នែក2នាក់ហ្នឹងវាទៅដើរជន់មីនហើយវាទៅបលែងលេងជាមួយមីនអីចឹងណាហើយក៏ផ្ទុះចូលពេទ្យចូលអីចឹងទៅបន្តមកទៀតនៅតាកតងនឹងការរកឃើញមីនPM2 នៅក្នុងតំបន់ហួយតាមារីកម្ពុជាបានចោទថាកងកម្លាំងថៃបានបង្កប់មីនទាំងនេះទោះជាយ៉ាងណាក៏ដោយ
ប្រទេសថៃមានភស្តុតាងច្បាស់លាស់ពីការស៊ើបអង្កេតផ្នែកកសលវិច័យដែលបានបញ្ជាក់ថាមីនទាំងនោះទើបតែត្រូវបានដាក់ថ្មីលើសពីនោះទៅទៀតមីនចំនួន3ផ្សេងទៀតត្រូវបានរកឃើញនៅក្បែរនោះរបាយការណ៍ក៏បានបញ្ជាក់ផងដែរថានៅទីហ៊ានកម្ពុជាបានកាត់បន្លាលួសកាត់លួសបន្លាដែលដាក់ដោយកងកម្លាំងថៃពីមុនពេលរកឃើញមីនដែលស្របនឹងរបាយការណ៍កាលពីមុនដែលបង្ហាញអំពីការរកឃើញមីនស្រដៀងគ្នាទៅនៅក្នុងតំបន់ផ្សេងទៀតចឹងគឺឃើញហ៎គុណម្ចាស់បងប្អូនទាំងអស់អង្គទាំងអស់គ្នាព័ត៌មានវាមួយការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមវាមួយមិនថា page មិនថាអីទេណាពីមុនវាអាចនឹងមាននិយាយខ្លះពីកម្ពុជារបស់យើងណាជួយផ្សព្វផ្សាយអីពីកម្ពុជាប៉ុន្តែចាប់តាំងពីមានរឿងដែលបាញ់ទាហានខ្មែរយើងម្នាក់ហ្នឹងមានបញ្ហាជាមួយគ្នាតាំងពីហ្នឹងមកពួកអាហ្នឹងវាប្រខូចយកតែម្ដងវាអត់មានផ្សាយអត់មាននិយាយអីដែលជារឿងត្រឹមត្រូវណាពីកម្ពុជាទេវាមានតែរំអុកឲ្យពិភពលោកបានដឹងថាវារងគ្រោះដោយសារប្រទេសកម្ពុជារបស់យើងដើម្បីអីដើម្បីតែគំនិតតែមួយរបស់វានោះគឺរឿងប្រាសាទហើយនឹងរឿងទឹកដីនឹងឯងណាព្រោះដោយសារតែវាដឹងថាប្រទេសវាត្រូវរលាយនៅថ្ងៃណាមួយឃើញគុណចាស់បងប្អូនឃើញអត់ឃើញកាលពីមុនវាមានគ្រោះរំជួយដីរំជួយអីស្លាប់បាក់អាគារស្លាប់មនុស្សស្លាប់អីនឹងនៅប្រទេសថៃប្រទេសអីហ្នឹងរំជួយដីរហូតប៉ះពាល់ដល់មានទាំងភូមិមាផងណាអាហ្នឹងសិតតែគ្រោះហើយសិតតែគ្រោះធម្មជាតិដាក់ទោសទៅលើវាហើយឥឡូវនេះទឹកចំនួនទឹកអីហ្នឹងវាកាន់តែលិចទឹកចំនួនកាន់តែខ្លាំងអញ្ចឹងណាហើយវាលិចច្រើនតំបន់ដែរអញ្ចឹងបានវាចង់យកដីកម្ពុជាយើងកន្លែងទូលដើម្បីធ្វើជាទឹកដីរបស់វាបន្ថែមទៀតนั่นគឺជាយុទ្ធសាស្ត្រគឺជាការចិញ្ចឹមចិត្តរបស់ពួកវាអូខេបន្តទៀតនៅក្នុងហេតុការណ៍ដែលកងកម្លាំងកម្ពុជាបានបើកការបាញ់ប្រហារនៅភូមិនងយ៉ាកែវខេត្តស្រែកែវក្រុមការងារប៊ូរផារបស់ថៃត្រូវបានបង្ខំឲ្យបាញ់តបវិញដើម្បីការពារខ្លួនបន្ទាប់ពីព្រឹត្តិការណ៍នេះកម្ពុជាបានផ្សព្វផ្សាយព័ត៌មានមិនពិតដោយអះអាងថាប្រទេសថៃបានកំណត់គោលដៅនិងធ្វើឲ្យជនស៊ីវិលកម្ពុជារងរបួសអានេះក៏ជាមួយករណីទៀតដែររឿងទី1គឺរឿងមីនវាថាកម្ពុជារបស់យើងចូលទៅកាត់បន្លាលួសដែលវាបានហុំព័ទ្ធចូលទៅដាក់មីនរឿងទី2គឺរឿងបាញ់ប្រហារពីម្សិលមិញនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោងប្រហែលជា3:04 រសៀលវាបានបាញ់មកលើជនស៊ីវិលកម្ពុជារបស់យើងដល់ពេលថ្ងៃនេះវាមកចូលព័ត៌មានថាអាការបាញ់ប្រហារហ្នឹងគឺដោយសារតែខាងកម្ពុជាយើងជាអ្នកបាញ់មុនហើយវាបាញ់តបវិញដើម្បីការពារខ្លួនឃើញអត់អានឹងគឺជាលេសគឺជាល្បិចគឺជាកលរបស់វាព្យាយាមបង្កាច់ខូចកម្ពុជាអញ្ចឹងយើងត្រូវទៅតាមដានចំពោះបញ្ហាទាំងអស់ហ្នឹងបើយើងអត់តាមដានទេគឺចប់ហើយនឹងថាវានិយាយអីខ្លះពីកម្ពុជារបស់យើងទេអូខេបន្តមកទៀតកងទ័ពថៃបានបញ្ជាក់ថាសកម្មភាពរបស់ខ្លួនគឺស្របតាមច្បាប់នៃការចូលរួមការពារហើយការបាញ់ប្រហារនេះគឺជាការឆ្លើយតបទៅនឹងការបាញ់ប្រហារមុនរបស់កម្ពុជាឃើញទេវាថាកម្ពុជាបាញ់មុនរហូតតែប្រសិនបើកម្ពុជាអះអាងថាជនស៊ីវិលរងផលប៉ះពាល់វាបង្ហាញថាកម្ពុជាបានប្រើពលរដ្ឋរបស់ខ្លួនជាខែលមនុស្សឃើញទេវាថាកម្ពុជាបាញ់មុនហើយវាថាកម្ពុជានឹងយកពលរដ្ឋខ្លួនឯងនឹងយកទៅធ្វើជាខែលការពារក្របរបស់វាទៀតចំម៉ាយពួកអានេះនិយាយទៅគឺខូចមែនតើគុណចាស់បងប្អូនរលេខដាក់គ្មានអានេះវាលក្ខណៈថាវាគ្មានពីរលើโลกអត់មានពីរលើโลกទេអញ្ចឹងគឺត្រូវហើយវាតែនិយាយថាប្រទេសរបស់វា top 1 រហូតក្មេងៗចំនួនក្រោយកើតមកងាក៏វាស្គាល់ប្រទេសវា top 1 អូខេ top 1 top
lâu top ấy nè top mình tên mà cứ miền bờ tây nam pri ban bờ tây phụ trào này thế là phụ cầm pui tay như thế đây chia cầm pui trào tăng vì đã màu hỏi hay dân bần to mà tiền đó nè chia khai là nụ nè đói liệt con cầm lắng chia mùi chun xì vỡ đói mấn alper nâng paul bị bá đáy ạch cạt miền về thà Campuchia bây giờ mình alper từ vinh trong phù hợp paul bị bá từng on nâng phù mình trồng chê thế cùng gặp ông vốn tạm bên tới khi mình còn còn về phía xa thay bán đấy trồng là chê về mà mặt đã đấy tay còn là mình cần tay buồn tích và đây bây class tụi mình chụp này trong tự đặt ai sạch ok ok chân dương to mà tiệt này nó tiếp tục từ cái an tha prote thay ban procol là xạ sọc chun civil Campuchia đại ban slap mà nè Campuchia ban là por nè mình bật âm pi rừng này là tha chia ca bành chun xạ sọc lời sắc mà nè một prote vinh là tam bật tử bục col nô ban slap đòi xa sát thana phiếp là sốc cập phiếp đại miền slap nơi khung mình tì pẹt mũi khung tì krong bang cọ là hỡi anh nhà thua thấy ban là sầm rop sầm rúa ca procol xạ sọc một vĩnh là sọp tám cô cam mình sẽ thua về thà về thưa sọp tám cô cam nó sẽ thua tiếp đấy cùng cha bông ổn nhé về rồi đây rừng chơi sắc nắng chất nắng đo ngay từ bậc cô luôn này về con top bao nhiêu tiền đập bầm vây nè ao mò sọc vinh hái sọp từ về bờ lên con trai bờ về nó ao thà bộ anh từ lên min á do min bị crop do từ lên đấy lên thì mấy lên nhập túc á và lên ấp túc công lệnh về lên chóc này trôi pet á chăm anh ao lưới từ phía báo hay anh ao lưới chui ập thầm riêng rò khai tiền chẳng hết nữa vì ai tha đằng chân về là min nâng túc này dân ban nào cả nắng dân ban à pe về liền nắng dân ban à pratica nắng đâm bấy là vay bọ từ Campuchia này anh ấy với chia cùng nít bà xin chia khi mình là tham kinh tế với chia cùng nít bao viết cứ chân ok chân dân mà tiếp nhà ca bấm play ca vềរបស់កម្ពុជាអំពីអបតហេតុនេះបង្ហាញបន្ថែមទៀតអំពីការមិនអើពើរបស់ខ្លួនចំពោះសិទ្ធិមនុស្សនិងស្តង់ដារមនុស្សធម៌ដោយប្រើប្រាស់ការស្លាប់របស់ពលរដ្ឋខ្លួនដើម្បីបញ្ឆេះការនិទានរឿងមិនពិតវាទៅជាថាកម្ពុជាហ្នឹងនិទានរឿងមិនពិតទៅវិញណាហ្នឹងហើយគឺជាកម្ពុជាថោកជាងគេលើលោកបដ ாய் ហ្នឹងថោកយកតែមែនទេមិនថាវាគិតអីវាអស់លេខដាក់វាអស់អីនិយាយទៅលើវាណានៅបើសិនជាសូត្រធម៌ព្រះនៅក្នុងធម៌ព្រះមួយដែលយើងសូត្រនមស្ការព្រះនឹងគឺនិយាយទៅលើព្រះសម្មាសម្ពុទ្ធទេគឺនិយាយទៅលើព្រះសម្មាសម្ពុទ្ធទេព្រះអង្គជាអគ្គបុគ្គលឯកនៅលើលោកណាបានន័យថាអត់មានគ្រូបាអាចារ្យណាដែលអាចបដៅព្រះសម្មាសម្ពុទ្ធបានទេព្រះអង្គជាបុគ្គលឯកលើលោកគឺជាមនុស្សដែលល្អឥតខ្ចោះជា perfect បុគ្គលណាប៉ុន្តែអាថៃនេះគឺវាអាក្រក់ផុតលោកអាក្រក់ផុតលេខបានន័យថាវាគ្មាននរណាម្នាក់ឬក៏ខាងណាមួយអាចយកឆ្នាំខ្លាំងហ្នឹងមកដាក់ឲ្យអាថៃហ្នឹងវាបាត់ភ្លើបាត់ឈួតទេវាអត់មានដាក់អត់ត្រូវដាក់អត់ទាន់ត្រូវវាឡប់សតិអស់ហើយដោយសារតែស្រុកវាហ្នឹងសម្បូរកច្ឆាច្រើនពេកណាសម្បូរកច្ឆាសម្បូរស្អីគេអាយ៉ាម៉ាយ៉ាបាស្អីអាហ្នឹងវាច្រើនណាស់នៅស្រុកវាហ្នឹងគុណម្ចាស់បងប្អូនហើយវាតែងតែប្រកាច់ប្រខូចថាអារបស់ទាំងហ្នឹងវាមកពីកម្ពុជាវិញមកពីកម្ពុជាអីទាំងដែលប្រទេសវាហ្នឹងដាំកច្ឆារាប់លានហិកតានោះអូខេតោះអញ្ចឹងគឺវីដេអូនេះគឺមានតែប៉ុណ្្នឹងគុណម្ចាស់បងប្អូនទាំងអស់ទាំងអស់គ្នាអញ្ចឹងខ្ញុំគណនាសង្ឃឹមថានឹងបានជាប្រយោជន៍សម្រាប់គុណម្ចាស់បងប្អូនដែលជាអ្នកចូលចិត្តតាមដាននិយមព័ត៌មានជាពិសេសគឺញោមចាស់ផ្ទាល់តែម្ដងណាអញ្ចឹងគឺសូមអរគុណសូមអរគុណនិងអរគុណច្រើនសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់
ហើយបើសិនបើពេញចិត្តកុំភ្លេចចុច subscribe channel YouTube របស់ខ្ញុំកណ្ដាលអាត្មាម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗមុនគេអញ្ចឹងខ្ញុំកណ្ដាលអាត្មាសូមនមស្ការលានិងចម្រើនពរលា